tao bạch khoan Việt Nam mình tao lên thế dương tao dương bạch khoan không prang tao thôi không prang tao lối ở miền Bắc Việt Nam tao ấy bạch khoan dùng thọ bạcទឹកចិត្តជាមួយនឹងគ្រួសារខ្ញុំធ្លាប់បាក់ទឹកចិត្តជាមួយនឹងស្នេហាខ្ញុំធ្លាប់ខូចចិត្តអស់កម្លាំងនឹងបញ្ហាឆាកជីវិតរញ៉េរញ៉ៃជួបតែរៀងមិនបានការតែពីតូចដល់ធំខ្ញុំនេះស្គាល់អស់ហើយសាច់ជីវិតសែនលំបាកមិនដឹងកោះមិនដឹងត្រូវសាច់ជីវិតជាមួយតែនេះខ្ញុំក្រំគ្រាខ្ញុំអត់ស្បើយនៅលើផ្លូវម្នាក់ឯងមិនដឹងថាទៅណាឡើយហើយបើជីវិតនេះគឺវាសានជួចចត់ខ្ញុំនៅកណ្ដាលកណ្ដាលម្នាក់ឯងកណ្ដាលសមុទ្រតាំងពីតូចក្រួយឆ្មាំស្គាល់ពាក្យថាសំណប់យើយូរនៅជុំតែទុំតើថ្ងៃណាទៅខ្ញុំវាបានសុខតើថ្ងៃណាទៅខ្ញុំនេះសនុកតើថ្ងៃណាទៅខ្ញុំវាជាផុតនេះជីវិតពិតគឺមិនមែនគ្រាប់អុកឃើញកូនគេលេងតែសប្បាយហើយដល់វិញខ្ញុំនេះមិនអាចដូចគេជីវិតគេមិនអាចដូចខ្ញុំដែលជីវិតខ្ញុំមិនអាចដូចគេឃើញកូនគេលេងតែសប្បាយហើយដល់វិញខ្ញុំនេះមិនអាចដូចគេជីវិតគេមិនអាចដូចខ្ញុំដែលជីវិតខ្ញុំមិនអាចដូចគេឃើញកូនគេលេងតែសប្បាយហើយដល់វិញខ្ញុំនេះមិនអាចដូចគេជីវិតគេមិនអាចដូចខ្ញុំដែលជីវិតខ្ញុំឥឡូវខ្ញុំពេញវ័យតាមចាប់ដូចសម័យមានសិភៅមានដូចខ្ញុំតាក់តែខ្ញុំកែច្នៃរឿងធ្លាប់ព្រឹកធ្លាប់កនខ្ញុំមិនខ្ញុំនឹងលើករឿងពិតមករៀបរាប់ឲ្យមកខាយកាលពីមុនគឺជាភៀក្មេងម្នាក់រស់នៅជាមួយអ៊ុនខ្ញុំឪពុកខ្ញុំម្ដាយក៏មើលថាក៏ថ្នាក់ធំចិញ្ចឹមខ្ញុំព្រមម្ដាពុកខ្ញុំទៅធ្វើការនៅសុខឆ្ងាយព្រោះដើម្បីកូនគាត់ហ៊ានតស៊ូដើម្បីកូនទៅធ្វើការនៅថៃផ្ញើកម្រៃជូនឲ្យកូនខ្ញុំធ្លាប់បាក់ទឹកចិត្តជាមួយនឹងគ្រួសារខ្ញុំធ្លាប់បាក់ទឹកចិត្តជាមួយនឹងស្នេហាខ្ញុំធ្លាប់ខូចចិត្តអស់កម្លាំងនឹងបញ្ហាឆាកជីវិតរញ៉េរញ៉ៃជួបតែរៀងមិនបានការបងអើយខ្ញុំមិនខុសពីបងទេតែពីតូចដល់ធំស្គាល់តែពាក្យគេជេររស់នៅរាល់ថ្ងៃដូចចិត្តកណ្ដាលទៅលើកលេខមកជំវិញខ្លួនគ្មានទីពឹងទេគ្មានកោះគ្មានត្រៃវេទនាខកគេសំឡងទៅអនាគតនោះវានៅសែនឆ្ងាយមានតែយាយម្នាក់គត់តែនៅក្បែរកាយគ្មានដៃគ្មានកំពុងចាំជួយដោយគេឡើយហើយទៅស្លាប់ម្ដងគេមើលងាយដល់ហើយគេថាខ្ញុំនេះមិនច្រឡំគេហើយឆាជីវិតមួយនេះគ្មានក្តីសុខទេធំឡើងចង់ដើរតាមក្តីស្រមៃចង់មានប្រាក់កាក់កាន់នៅក្នុងដៃចាក់ចេញពីសាលាទាំងអាយុមិនដល់20ឈានជើងចេញទៅធ្វើការទាំងខ្លួនខ្ញុំមិនទាន់ចេះស្អីរាល់ថ្ងៃដាក់ក្បាលដល់ខ្នល់ខ្ញុំគិនអិនស្បើយគិនគ្មានទំនេរថ្ងៃណាទៅខ្ញុំផុនតុងខាថ្ងៃណាខ្ញុំសប្បាយដូចគេថ្ងៃណាទៅខ្ញុំលែងឈឺផ្សាឆាជីវិតជុំតែរឿងខកចិត្តមិនថាមិត្តភាពឬមួយក៏ស្នេហាអ្នកណាក៏មិនអាចទំចិត្តនាងថានឹងស្រឡាញ់តែខ្ញុំដឹងលុះរចាទៅសំគុំឲ្យគ្នាចង់ឲ្យចាប់បានរៀបការក៏ប៉ុន្តែក្រុមយ៉ាងអបានតែមកគ្រានាងថាគ្រួសារយើងទៅពីមិនសមគ្នានោះទេនាងចង់មកជីវិតរស់នៅទូធាចង់មានអនាគតតទៅថ្ងៃក្រោយមិនចង់រស់នៅតោកយ៉ាសុខភាពលំបាកនោះឡើយ